មេរៀនជីវិតមើលមនុស្សដោយស្មារតីការសម្លឹងមើលមនុស្សដទៃក្នុងផ្នែកល្អជាសេចក្តីល្អម្យ៉ាងជាការឲ្យកិត្តិយសដល់គេនិងជាការវឹកហាត់ទូន្មានខ្លួនឲ្យជាមនុស្សចិត្តទូលាយមិនឃើញតែពីខ្លួនឯងជាធម្មតាមនុស្សដ៏ច្រើនតែងសម្លឹងមើលខ្លួនឯងក្នុងផ្នែកល្អហើយសម្លឹងមើលអ្នកដទៃក្នុងផ្នែកអាក្រក់បើយើងរៀនសម្លឹងក្នុងផ្នែកផ្ទុយពីមនុស្សដ៏ច្រើនវិញនោះជាការប្រសើរណាស់នោះគឺព្យាយាមចាប់កំហុសខ្លួនឯងហើយសម្លឹងមើលអ្នកដទៃក្នុងផ្នែកល្អដែលល្មមនឹងឲ្យឃើញបានទាំងនេះដើម្បីកាត់បន្ថយនូវកំហុសខ្លួនឯងផងនិងដើម្បីសេចក្តីសប្បាយចិត្តក្នុងជីវិតដែលកំពុងរស់នៅផងអត្ថបទដោយលោកគ្រូអគ្គបណ្ឌិតបុត្រសុវង្ស